ស្វាគមន៍ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាមកកាន់វគ្គថ្មីនៅពេលដែលទូប្របានសុគ្រូរបស់គាត់តាំងពីគាត់ប្រយុទ្ធជាមួយនឹងសាច់ញាតិនៅតែនេះក៏មកតាគាត់បានសម្រាប់អស់រយៈពេលប្រហែលថ្ងៃមកហើយគ្រូរបស់គាត់ក៏បាននិយាយថាអ្នកបានរងរបួសយ៉ាងធ្ងន់បន្ទាប់ពីនោះមកអ្នកមិនអាចក្រោកបានទៀតឡើយពេលនោះដែរទូប្រុសរបស់យើងក៏បានសួរទៅកាន់គ្រូរបស់គាត់ថាតើអស់រយៈពេលប្រហែលឆ្នាំមកហើយដែលគាត់មិនអាចក្រោកពីដំណេកបានពេលនោះគ្រូរបស់ទូប្រុសក៏បានលើកមករៀន5ហើយទូប្រុសរបស់យើងក៏បានសួរទៅកាន់គ្រូថាតើ5ឆ្នាំមិនទេវាមិនអាចទេប៉ុន្តែលោកគ្រូក៏បាននិយាយម្ដងទៀតថាវា500ឆ្នាំមិនមែន5ឆ្នាំទេទូប្រុសរបស់យើងក៏បានស្រែកយ៉ាងខ្លាំងថាម៉េចតើ500ឆ្នាំមែនទេបន្ទាប់មកទៀតគ្រូរបស់ទូប្រុសក៏បាននិយាយរឿងរ៉ាវក្នុងរយៈពេល500ឆ្នាំនៅក្នុងអំឡុងពេលដែលទូប្រុសរបស់យើងកំពុងតែដេកលង់លក់ខ្យល់ហើយនឹងពពកបានរួមបញ្ចូលគ្នាហើយធ្វើការប្រយុទ្ធជាមួយនឹងសាច់ញាតិនៅឯទិសខាងត្បូងប៉ុន្តែมันបានទទួលជ័យជំនះហើយក៏ត្រូវសាច់ញាតិនៅទិសខាងត្បូងធ្វើការសង្កត់នៅក្រោមភ្នំម្រាម5បន្ទាប់មកទៀតខ្ញុំមកទីនេះគឺដើម្បីជួយអ្នកប៉ុន្តែអ្នកពិតជាត្រូវបោកខ្លាំងណាស់ខ្ញុំមានតែយកអ្នកទៅខាងលិចដើម្បីជួបនឹងមនុស្សកម្ពុជាតែប៉ុណ្ណោះទៅអាចជួយអ្នកបានពេលនោះទូប្រុសរបស់យើងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលលោកគ្រូនិយាយបែបនេះប៉ុន្តែលោកគ្រូក៏បាននិយាយថាពេលវេលាវាបានហួសអស់ទៅហើយទាំងមិត្តភ័ក្តិរបស់អ្នកទាំងការតាក់ទងរបស់អ្នកវាបានរត់ទៅតាមពេលវេលាអស់ទៅហើយដូច្នេះខ្ញុំគ្រាន់តែចង់រំលឹកអ្នកថាក្នុងរយៈពេល400ឆ្នាំមកនេះអ្នកនៅក្នុងផ្ទៃខ្ញុំដូចជាវិញ្ញាណមួយតែប៉ុណ្ណោះបន្ទាប់ពីលោកគ្រូនិយាយបែបនេះទូប្រុសរបស់យើងក៏បានចោលទៅកាន់គ្រូហើយក៏សួរថាតើអ្នកបានបង្ហាញនៅអារម្មណ៍ពិតហើយមែនទេពេលនោះគ្រូរបស់ទូប្រុសក៏បាននិយាយថាខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះកុំមករំខានខ្ញុំទៀតដែរពេលនោះដែរទូប្រុសរបស់យើងក៏បានទាញបោះមកវាយគ្រូរបស់គាត់ហើយក៏បាននិយាយថាឈប់បង្កើតនៅរឿងដែលអត់ប្រយោជន៍ទៀតទៅតើខ្ញុំពិតជាឈ្គោកខ្លាំងណាស់មែនទេពេលនោះដែរទូប្រុសរបស់យើងក៏បានដាក់គ្រូឡើងពោះក្បាលតែម្ដងដោយមិនបានគិតរឿងគ្រូសិស្សនោះឡើយដោយអ្នកអរឃើញនៅក្នុងវគ្គនេះស្រាប់គ្រូរបស់គាត់កំពុងតែចេញផ្សាយតាមក្បាលនិងពោះក្រហមយ៉ាងធំបន្ទាប់ពីត្រូវប្រមាណអំបោះរបស់ទូប្រុសរួចមកគ្រូរបស់គាត់បាននិយាយថាទូប្រុសយើងសម្រាប់តែរយៈពេល5ថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីលើដូច្នេះហើយទូប្រុសរបស់យើងក៏បានសួរទៅលោកគ្រូថាតើកូនគ្រប់នេះនៅឯណាគ្រូរបស់គាត់ក៏បានឆ្លើយថានេះមិនអីទេនៅក្នុងគណៈពេលនេះគាត់បានជួបជ័យក្នុងការរំដោះនាងចេញរួចហើយមួយវិញទៀតនេះក៏ត្រូវបានមើលថែនិងយកចិត្តទុកដាក់ពីព្រឹត្តិការណ៍នៅឯកោះនេះផងដែរបន្ទាប់ពីលើដូច្នេះទូប្រុសរបស់យើងក៏បាននិយាយថាអូវាពិតជាល្អមែនតើតើវាបានចាប់ផ្ដើមនៅពេលណាទៅស្របតែពេលនោះទូប្រុសរបស់យើងក៏មានអារម្មណ៍ថាដូចជាមានអ្វីចង់ផ្ទុះចេញពីក្នុងខ្លួនរបស់គាត់មកហើយគ្រូរបស់គាត់ក៏បានសួរថាតើមានអ្វីកើតឡើងចំពោះអ្នកពេលនោះផងដែរទូប្រុសរបស់យើងក៏បានឆ្លើយថាវាកម្លាំងដ៏អស្ចារ្យមួយនៅក្នុងខ្លួនរបស់ខ្ញុំវាកំពុងតែកើនឡើងហើយវាអាចនឹងផ្ទុះចេញក៏ថាបានលោកគ្រូតើប្រភេទថ្នាំអ្វីដែលអ្នកបានឲ្យខ្ញុំលេបតើវាជាប្រភេទថ្នាំអ្វីទៅបន្ទាប់ពីខ្ញុំវារួចហើយខ្ញុំពិតជាមានអារម្មណ៍ថាមានថាពុទ្ធអស់ការវាអាចនឹងផ្ទុះចេញមកក្រៅក៏ថាបានបន្ទាប់ពីលើទូប្រុសសួរដូច្នេះហើយគ្រូរបស់គាត់ក៏បានសើបន្តិចហើយក៏បាននិយាយថាវាមិនជារឿងរបស់ខ្ញុំទេវាជារឿងរបស់អ្នកប៉ុន្តែថាមពលនេះវាពិតជាអស្ចារ្យខ្លាំងណាស់បន្ទាប់ពីលើគ្រូរបស់ខ្លួននិយាយថាមិនមែនជារឿងរបស់គាត់ទេទូប្រុសក៏បានញញឹមហើយក៏និយាយថាអូតើខ្ញុំគួរតែសាកវាបន្តិចបានទេបន្ទាប់ពីទូប្រុសបាននិយាយរួចទូប្រុសក៏បានបញ្ចេញនូវថាមពលទាំងអស់ដែលខ្លួនមានហើយគ្រូរបស់គាត់ក៏បានស្រែកថាកុំបញ្ចេញវាមកក្រៅអីកុំបញ្ចេញវាមកក្រៅអីកុំបញ្ចេញវាមកក្រៅអីគាត់ទៅស្រែកបែបនេះហើយទូប្រុសរបស់យើងក៏បានបញ្ចេញថាមពលទាំងអស់ដែលខ្លួនមានធ្វើឲ្យអផាតមិនរបស់សាច់នេះនឹងគឺខ្ទីតែម្ដងបន្ទាប់មកសាច់នេះក៏បានសួរថាតើមានរឿងអ្វីកើតឡើងទៅពេលនោះដែរព្រឹទ្ធាចារ្យនៃសាច់នេះក៏បានសួរទៅសួរយើងថាតើអ្នកមិនអីទេមិនទេបន្ទាប់ពីបានលើព្រឹទ្ធាចារ្យនេះសួរមកកាន់ខ្លួនបែបនេះហើយខ្លួនក៏បាននិយាយថាសុំតបខ្ញុំនឹងមិនធ្វើវាម្ដងទៀតខ្ញុំនឹងប៉ះបើសងវាហើយក៏សើចមកកាន់គ្រូហាស្រាប់តែពេលនោះព្រឹទ្ធាចារ្យនៃសាច់នេះក៏បាននិយាយថាអបអរសាទរទៅកាន់ទូប្រុសរបស់យើងដែលទូប្រុសរបស់យើងទទួលបាននៅធម្មពលនៃខ្សែលោហិតនេះពេលនោះដែរទូប្រុសរបស់យើងក៏បាននិយាយថាតើអ្វីទៅជាធម្មពលនៃខ្សែលោហិតនេះតែគាត់ដឹងហើយថានោះគឺជាអ្វីពេលនោះដែរទូប្រុសរបស់យើងក៏បាននិយាយទៅកាន់គ្រូរបស់គាត់ថាតើហេតុអ្វីបានជាបង្ខំគាត់ឲ្យពាក់ព័ន្ធទៅនឹងខ្សែលោហិតនៃពុជពងនេះហើយគ្រូរបស់ទូប្រុសក៏បាននិយាយថាមកពេលនោះឯងទៅរបបខ្លាំងពេកទើបនេះសម្រេចចិត្តផ្ដល់នៅខ្សែលោហិតនៃឈាមនេះរបស់នាងឲ្យទៅឯងពេលនោះដែរទូប្រុសរបស់យើងក៏បានសួរទៅកាន់គ្រូគាត់ថាតើជាបានភ្ញាក់ពីដំណេកហើយឬនៅហើយពេលនេះនាងនៅឯណាហើយបងប្រុសរបស់ព្រឹទ្ធាចារ្យនេះក៏បាននិយាយថាពេលនេះជាយើងគឺនៅក្នុងអាណាចក្រនៃសាច់នាងដោយសារតែនាងមិនទាន់បានស្រូបយកនៅធម្មពលនៃខ្សែលោហិតឈាមរបស់នាងមកវិញបាននោះឡើយហើយនាងបានដួលសន្លប់និងផ្លាស់ប្ដូររូបរាងកាយទាំងស្រុងនៅពេលដែលពក្រនៅខ្សែលោហិតឈាមនៃសាច់នាងរបស់នាងឲ្យមកកាន់ឯងហើយឥឡូវនេះអាណាចក្រនៃសាច់នាងគឺបានទៅដល់នៅកំពូលនៃភ្នំភ្លើងទៅហើយពេលនោះដែរទូប្រុសរបស់យើងក៏បានសួរទៅកាន់បងប្រុសនៃព្រឹទ្ធាចារ្យនៃសាច់នាងថាតើពេលណានាងនឹងក្រោកហើយបងប្រុសនៃសាច់នាងក៏បាននិយាយថាពេលវេលាមកដល់នាងនឹងក្រោកឡើងមកដល់ត្រង់ចំណុចនេះទូប្រុសរបស់យើងស្រាប់តែសរសើរខ្លួនឯងថាទោះបីគាត់ជាមនុស្សប្រុសដែលមានរូបរាងសង្ហានិងមានសមត្ថភាពក៏ដោយប៉ុន្តែខ្ញុំពិតជាមានមនុស្សនៅក្នុងចិត្តខ្ញុំរួចទៅហើយខ្ញុំខ្លាចថាខ្ញុំមិនអាចខ្លាចជាមនុស្សប្រុសដែលស្មោះត្រង់និងសង្ហាជារហូតនោះទេបន្ទាប់ពីបានលើទូប្រុសរបស់យើងនិយាយបែបនេះបងប្រុសព្រឹទ្ធាចារ្យនៃសាច់នេះក៏បាននិយាយថាខ្ញុំគ្រាន់តែនិយាយលេងទេកុំយកវាធ្វើជាការពិតអីមកដល់ត្រង់ចំណុចនេះយើងក៏បានឃើញថាទូប្រុសរបស់យើងកំពុងតែជិះនៅលើខ្នងនេះហើយគាត់បាននិយាយថា
តែទីនេះមែនទេគឺជាទីកន្លែងនៃសាច់នេះរស់នៅវាពិតជាកន្លែងដ៏ល្អមែនទែនហើយជាកន្លែងដែលខ្ញុំចង់មកជាយូរណាស់មកហើយពីខែបានកន្លងហូបផុតទៅហើយសត្វតែមានសម្លេងមួយបាននិយាយមកកាន់ទូប្រុសលេបឺងថាហេតើពួកឯងបានគ្រប់គ្រាន់ហើយឬនៅបន្ទាប់ពីបានឮសម្លេងនេះហើយទូប្រុសរបស់យើងពិតជាមានការឆ្ងល់ខ្លាំងមែនទែនតើជាសម្លេងរបស់អ្នកណាហើយមកពីណា admin ក៏សូមបញ្ចប់សាច់រឿងត្រឹមតែប៉ុណ្ណេះសិនបើសិនជាអ្នកខ្លាំងទាំងអស់គ្នាចូលចិត្តក៏ដូចជាចង់មើលនៅវីដេអូបន្តសូមជួយចុច subscribe និង like នៅវីដេអូនេះមួយផង